យើងមកមើលពាក្យនេះតកតងជាមួយការបំពេញចន្លោះ Dr. Suchinda has just a baby ទី1 newborn ទី2 breastfeed ទី3 had ទី4 week ចឹងពាក្យមួយណាដែលត្រឹមត្រូវ Dr. Suchinda ទើបតែមានកូនមួយចឹងអូខេចឹងយើងដាក់ had ទេដាក់ had ត្រឹមត្រូវ Super feel dizzy because she ចុច Super មានអារម្មណ៍ថាវិលមុខពីព្រោះទៅនាងទី1 had ទី2 week ទី3 breastfeed ទី4 newborn ចឹងដោយសារតែនាងខ្សោយនឹងឯងបានតែវិលមុខអញ្ចឹង week ទី2 newborn baby should be at least 6 months ទារកដែលកើតថ្មីគួរតែចុចយ៉ាងហោច6ខែ1 breastfeed ចិញ្ចឹមដោយទឹកដោះ week ខ្សោយ newborn head ចឹងឥលើនឹងឯង breastfeed ចិញ្ចឹមដោយទឹកដោះ water isn't a health hazard to baby គេថាទឹកគឺមិនល្អសុខភាពប៉ះពាល់សុខភាពចំពោះទារកអីគេតកតងទារក newborn had breastfeed week ចឹងទារកកើតថ្មី newborn អត្ថន័យវាស៊ីជាមួយនឹងទី3 Chinda give advice to Super to get enough rest and eat ចុចនៅចិនដាផ្ដល់ឲ្យដំបូលមានទៅកាន់អ្នកស្រីសុផាថាត្រូវតែសម្រាកបានគ្រប់គ្រាន់និងញ៉ាំអីគេទី1 week ទី2 head ទី3 breastfeed ទី4 well ញ៉ាំឲ្យបានល្អញ៉ាំសុខភាពឲ្យបានល្អយើង well ល្អ